វិញ្ញាសាទី1ចូលមកដល់លំហាត់ទី6ឲ្យយើងដោះស្រាយសមីការដឺក្រេទី2មាន1អញ្ញត្តិយើងដោះស្រាយដោយប្រើប្រាស់ delta គឺស្មើទៅនឹង b ការ៉េដក 4ac ដែលមេគុណរបស់ x ការ៉េគឺជារបស់ a មេគុណរបស់ x គឺ b និង c គឺជាតម្លៃលេខអញ្ចឹងវាស្មើទៅនឹង4លើកជាការ៉េដក 4a គឺ1 c គឺដក1 4ការ៉េស្មើ16ដក4គុណដោយ1គឺដក4ដក4គុណនឹងដក1បានបូក4 16បូក4ស្មើ20យើងរកឫស delta ឲ្យហើយគឺស្មើទៅនឹងឫសទី2នៃ20ដែលបញ្ចេញមកបាន2ឬ5យើងបាន x1 ស្មើនឹងដក b ដកឫស delta នៅលើ 2a ស្មើដក4ដក2ឬ5នៅលើ2គុណឲ្យ1យើងសម្រួលនឹង2ចោលយើងបានដក2ដកឬ5 x2 ស្មើទៅនឹងដក b បូកឲ្យឬ delta នៅលើ 2a ស្មើដក4បូកឲ្យ2ឬ5នៅលើ2គុណឲ្យ1យើងសម្រួលនឹង2ចោលយើងបានដក2បូកឲ្យឬ5ដូចនេះសមីការមានឫស x ស្មើទៅនឹងដក2ដកឫស5និង x ស្មើនឹងដក2បូកឲ្យឫស5បន្តចូលមកដល់លំហាត់ទី7គណនាតម្លៃរបស់ z ដែល z ស្មើទៅនឹង10លើ3បូក i បូកឲ្យ15លើ2ដក i វាជាចំនួនកំ plex ដើម្បីធ្វើលំហាត់មួយហ្នឹងគឺយើងត្រូវគុណកន្សោមឆ្លាស់របស់ចំនួនកំ plex នៃភាគបែងដែល3បូក i ហើយចំនួនកំ plex ឆ្លាស់របស់វាគឺ3ដក i កាលណាយើងគុណថែមភាគបែងប៉ុណ្ណឹងយើងគុណភាគយកនឹងប៉ុណ្ណឹងដូចគ្នាបូកឲ្យ15នៅលើ2ដក i យើងគុណកន្សោមឆ្លាស់របស់វាគឺ2បូក i ហើយយើងថែមភាគយកនឹង2បូក i ដូចគ្នាបន្ទាប់មកយើងពលាតភាគយក10គុណនឹង3បាន30 10គុណនឹងដក i បានដក10 i លើភាគបែងកាលណាយើងគុណកន្សោមឆ្លាស់បែបនេះហើយយើងទទួលបានខាងមុខការ៉េហើយនឹងខាងក្រោយការ៉េរីឯសញ្ញាយកដកបូកឲ្យ15គុណនឹង2បាន30 15គុណនឹងបូក i បានបូក15 i នៅលើភាគបែងដូចគ្នាដែរគឺយើងទទួលបាន2ការ៉េដកឲ្យ i ការ៉េភាគយកយើងទុកដដែល30ដក10 i នៅលើភាគបែង3ការ៉េបាន9 i លើកជាការ៉េបានដក1បូកឲ្យ30បូកនឹង15 i លើ2ការ៉េ4ដក i ការ៉េគឺដក1ភាគយកយើងទុកដដែល30ដក10 i លើភាគបែងដកគុណដកបានបូក9បូកនឹង1បាន10បូកឲ្យ30បូកឲ្យ15 i នៅលើ4បូក1បាន5ហើយយើងសម្រួលវាទៅនឹង10 30ចែកនឹង10នៅសល់3ដក10ចែក10សល់1គឺយើងសរសេរ i បូកឲ្យសម្រួលនឹង5 30ចែក5បាន6 15ចែក5បាន3 i យើងបង្រួមលទ្ធផលដោយយើងបូកដកផ្នែកពិតជាមួយពិតនិមិត្តដោយនិមិត្តយកលេខគឺ3បូកជាមួយនឹង6បាន9ដក i បូក 3i ស្មើនឹងបូក 2i ដូចនេះ z គឺស្មើទៅនឹង9បូកឲ្យ 2i ទី8សរសេរសមីការបន្ទាត់ដែលកាត់តាមចំណុច A ដក1 2ហើយមានមេគុណប្រាប់ទិសស្មើ3ដើម្បីរកសមីការប្រភេទនេះគឺយើងមានរូបមន្តរបស់យើងដោយរូបមន្តនោះគឺ y ដក y1 ស្មើ m កាតា x ដក x1 ដែល x1 និង y1 វាគឺជាចំណុចកាត់តាមដែល x1 គឺដក1 y1 គឺ2រីឯ m គឺជាមេគុណប្រាប់ទិសអញ្ចឹងយើងយកទៅជំនួសគេបាន y ដក y1 គឺ2ស្មើ m 3
កតា x ដក x1 ដែល x1 មានដកទៀតដកគុណនឹងដកបានបូក1វិញយើងពលិត3គុណនឹង x បាន 3x 3គុណនឹងបូក1បានបូក3ចុងក្រោយទាញរក y ស្មើ 3x បូក3ដក2រុញទៅខាងស្ដាំបានបូក2ស្មើ 3x ទុកដដែលបូក3បូក2បានបូក5ដូចនេះសមីការបន្ទាត់គឺ y ស្មើ 3x បូក5